بسم الله الرحمن الرحيم الحمد لله الذي خلق الأشياء على غير نذير ومثال ورزق الأحياء وعمهم بالفضل والنوال فسبحانه ما أكرمه وأعظم قدرته على ما يشاء ويريد أشهد أن لا إله إلا الله وحده لا شريك له الغفور الودود وأشهد أن محمدا عبده ورسوله الذي بهديه إلى الله أرشد العبيد اللهم فصل وسلم وبارك على هذا النبي الكريم سيدنا محمد وعلى آله وأصحابه الذي تجلل بملابس هدايتهم كل موفق وسعيد أما بعد السلام عليكم ورحمة الله تعالى وبركاته អរប្រិយមិត្តដែលកំពុងស្ដាប់វិទ្យុសំឡេងអ៊ីស្លាមកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់នៅក្នុងរាត្រីដ៏សែនមនោរម្យនេះខ្ញុំសូមពំនាំមកនៅអត្ថបទមួយដែលតាក់ទងទៅនឹងការបង្កើតរបស់អល់ឡោះស៊ុបហានហូវតាអាឡាដោយយើងបានដឹងហើយថាមនុស្សគ្រប់រូបគ្រប់សញ្ជាតិនៅក្នុងពិភពលោកទាំងនេះទោះស្ថិតនៅទីកន្លែងណាក៏ដោយឬតំបន់ដាច់ស្រយាលយ៉ាងណាក៏ដោយសុទ្ធតែរស់នៅដោយមានជំនឿទៅលើសាសនាណាមួយនៅជាប់នឹងខ្លួនជានិច្ចគ្រាន់តែគោលការណ៍សាសនានោះខុសប្លែកពីគ្នារវាងសាសនាមួយទៅនឹងសាសនាមួយទៀតតែប៉ុណ្ណោះដោយសារតែគោលការណ៍នៃសាសនានីមួយៗមានការខុសគ្នានេះបានធ្វើឲ្យមនុស្សមានការថ្នាំងថ្នាក់និងការពេបជ្រាយជំអកឲ្យគ្នាទៅវិញទៅមកដោយម្នាក់សុទ្ធតែយល់ថាសាសនារបស់ខ្លួនជាសាសនាដែលត្រឹមត្រូវបញ្ហាទាំងនេះពិតជាអាចកើតមានឡើងដោយសារតែបុគ្គលដែលប្រកាន់យកជំនឿរបស់សាសនាណាមួយមកគោរពនោះមានចិត្តចង្អៀតចង្អល់ពុំបានស្វែងយល់ពីសាសនាឲ្យបានច្បាស់លាស់ហើយគេក៏ត្រូវធ្វើការស្វែងយល់ពីចំណេះដឹងរបស់សាសនាដទៃទៀតក្រៅពីសាសនារបស់ខ្លួនដូចនេះដើម្បីបំបត្តិឬកាត់បន្ថយនៅវិបត្តិខាងលើនេះមានវិធីមួយក្នុងចំណោមវិធីជាច្រើនគឺបុគ្គលម្នាក់ដែលប្រកាន់យកជំនឿសាសនាណាមួយមកគោរពបូជាក្នុងដំណើរជីវិតរស់នៅរបស់ខ្លួនចាំបាច់ត្រូវតែស្វែងយល់ពីសាសនានោះឲ្យបានច្បាស់លាស់ហើយគេក៏ត្រូវធ្វើការស្វែងយល់ពីសាសនាដទៃទៀតក្រៅពីសាសនារបស់ខ្លួនបើធ្វើបែបនេះបានយើងទាំងអស់គ្នានឹងមិនប្រឈមមុខដាក់គ្នាដោយភាពល្ងងខ្លៅនោះឡើយបងប្អូនរួមជំនឿទាំងឡាយជាទីគោរពដ៏ខ្ពង់ខ្ពស់ចូលយើងទាំងអស់គ្នាក្រឡេកទៅមើលសាសនារបស់អល់ឡោះស៊ុបហានហូវតាអាឡាជាម្ចាស់ដែលមនុស្សទូទាំងពិភពលោកតែងតែពោលពាក្យថាសាសនាអ៊ីស្លាមដោយយើងទាំងអស់គ្នាត្រូវតែពិចារណាទៅលើសាសនាអ៊ីស្លាមជាមួយនឹងការទាញយកផលប្រយោជន៍នៅក្នុងសាសនាអ៊ីស្លាមនេះតើសាសនាអ៊ីស្លាមមានន័យដូចម្ដេចពាក្យថាអ៊ីស្លាមជាពាក្យរបស់អារ៉ាប់ដែលមានន័យថាជ្រះស្អាតសន្តិភាពឬការប្រគល់ខ្លួនការចោះចូលនឹងអល់ឡោះស៊ុបហានហូវតាអាឡាជាម្ចាស់ការប្រគល់ខ្លួនការចោះចូលក្នុងសាសនាអ៊ីស្លាមនោះមិនមែនតែសំដៅទៅលើមនុស្សលោកតែប៉ុណ្ណោះទេសូម្បីតែធម្មជាតិនិងពិភពទាំងអស់ក៏ធ្វើចលនាស្របតាមបញ្ជារបស់អល់ឡោះស៊ុបហានហូវតាអាឡាជាម្ចាស់ដែរដោយមិនមានខុសឆ្គងម្ដងណាឡើយព្រោះប្រសិនបើពិភពលោកទាំងនោះធ្វើចលនាតាមចិត្តរបស់វានោះប្រកបជាពិភពលោកនោះពុំមានសុវត្ថិភាពនិងស្ថិរភាពរហូតដល់សព្វថ្ងៃនេះឡើយហើយពាក្យថាសន្តិភាពនៅក្នុងសាសនាអ៊ីស្លាមក៏គ្មានន័យអ្វីដែរការកកើតនៃសាសនាអ៊ីស្លាមមានដើមកំណើតតាំងពីអាដាមនិងស៊ីទីហាវ៉ាមកម្លេះដែលជាមុនដំបូងដែលអល់ឡោះស៊ុបហានហូវតាអាឡាជាម្ចាស់បានបង្កើតមក
តែសាសនាអ៊ីស្លាមមានដំណាក់កាលខុសៗគ្នាទៅតាមព្យាការីដែលអល់ឡោះស៊ុបហានហូវតាអាឡាជាម្ចាស់បានបញ្ចុះមកអ្នកដែលកាន់សាសនាអ៊ីស្លាមមូស្លីមជឿទាំងអស់ទៅលើព្យាការីដែលអល់ឡោះស៊ុបហានហូវតាអាឡាជាម្ចាស់បានបញ្ជូនមកតាំងពីអាដាមរហូតដល់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំព្យាការីដែលអល់ឡោះស៊ុបហានហូវតាអាឡាជាម្ចាស់បញ្ជូនមកមុនសម្រាប់តែបង្រៀនកសម្ព័ន្ធមួយឬជាតិសាសន៍មួយតែប៉ុណ្ណោះដូចជាព្យាការីអាដាមនូហ៍សូលេះអ៊ីប្រាហ៊ីមយ៉ាកូបមូសានិងអ៊ីសាជាដើមតែសម្រាប់ព្យាការីមូហាម៉ាត់វិញនោះអល់ឡោះស៊ុបហានហូវតាអាឡាបានបញ្ជូនមកសម្រាប់បង្រៀនមនុស្សលោកទូទៅឲ្យស្គាល់ពីសាសនាអ៊ីស្លាមដូច្នេះហើយទើបសាសនាអ៊ីស្លាមរីកចម្រើនខ្លាំងនៅសម័យព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហើយអ៊ីស្លាមបានយកឆ្នាំព្យាការីមូហាម៉ាត់ភៀសខ្លួនហិជ្រោះពីម៉ាកាសទៅម៉ាឌីណាមកធ្វើជាសក្ការៈរបស់ខ្លួនការស្គាល់អល់ឡោះស៊ុបហានហូវតាអាឡាជាម្ចាស់ជាដំបូងមុននឹងស្គាល់អល់ឡោះស៊ុបហានហូវតាអាឡាជាម្ចាស់យើងត្រូវតែស្គាល់ខ្លួនឯងឲ្យបានច្បាស់ជាមុនសិនតើយើងកើតមកពីណានរណាជាអ្នកបង្កើតយើងមកតើគេបង្កើតយើងមកក្នុងគោលបំណងអ្វីចំពោះសំណួរខាងលើនេះមានចម្លើយជាច្រើនដែលគេបានឆ្លើយខុសៗគ្នាទៅតាមការគិតឃើញផ្ទាល់ខ្លួនការនិយាយតគ្នាឬតាមសាសនារបស់គេមានអ្នកខ្លះនិយាយថាមនុស្សយើងកើតឡើងដោយឯកឯងមានអ្នកខ្លះនិយាយថាឪពុកម្ដាយរបស់យើងជាអ្នកបង្កើតយើងមកមានអ្នកខ្លះនិយាយថាមនុស្សយើងកើតឡើងពីធម្មជាតិគឺមានធាតុទឹកធាតុដីធាតុភ្លើងនិងធាតុខ្យល់មានមនុស្សខ្លះនិយាយទៀតថាមនុស្សយើងកើតឡើងពីការវិវត្តនៃសត្វស្វាម្យ៉ាងដែលគេឲ្យឈ្មោះថាអូរ៉ុងអូតុងតើការពិតមនុស្សយើងកើតមកពីណាហើយតើអ្នកណាជាអ្នកបង្កើតមនុស្សយើងមកតទៅនេះខ្ញុំសូមជូនជាគំនិតមួយចំនួនសម្រាប់ឲ្យយើងធ្វើការគិតពិចារណានិងស្វែងរកការពិតទាំងអស់គ្នាអ្នកដែលនិយាយថាមនុស្សយើងកើតមកដោយឯកឯងឬនិយាយថាធម្មជាតិកើតឡើងដោយឯកឯងអ្នកដែលនិយាយដូច្នោះតើអាចទៅរួចដែរឬទេចូលអ្នកក្រឡេកទៅមើលពិភពលោកទាំងមូលមើលរូបរាងកាយអ្នកនិងមើលទៅអ្វីៗទាំងអស់ដែលនៅជុំវិញខ្លួនអ្នកតើអ្នកមានសង្កេតឃើញអ្វីខ្លះដែលកើតឡើងដោយខ្លួនឯងតើនៅសុខរបស់មួយវាអាចកើតឡើងដោយគ្មានឥទ្ធិពលអ្វីទាល់តែសោះបានដែរឬទេ